bạn trong đời số ngày đi đá hàng hai mươi đầu dù hết trong cái này đá trồng nhằm bị tractor thì mây cụ táคือជាក្រុមហ៊ុនមួយដែលអភិវឌ្ឍខាងផ្នែកកសិកម្មគ្រប់ប្រជាជនកម្មប្រជាជនដែលប្រកបរបរឬក៏ប្រទេសដែលប្រកបរបរកសិកម្មធម្មតាការគូបតាត្រូវតែរិះរកវិធីយ៉ាងណាដើម្បីឲ្យមានគ្រឹះចាក់ថ្មីថ្មីគ្នាស្រួលការប្រើប្រាស់ចឹងដល់ឡែកថ្ងៃនេះណាគូបតាក៏បានផលិតtractorស្រីថ្មីទៀតដែលពីមុនគឺយើងហុកពី40 60 40ឥឡូវយើងគិតចេញទៀតណាគឺយើងហុកពី40ហុកពី40តើយើងមើលតើទៅចេញមកថ្មីថ្មីឥឡូវមានគេកក់ឲ្យមួយគ្រឿងណាអញ្ចឹងឥឡូវយើងទៅមើលថាមានអីខុសគ្នាមានអីពិសេសសម្រាប់tractor ហុកពី40នេះបាទហុកពី40បំពាក់ទៅដោយម៉ាស៊ីនដែលមានកម្លាំងសេះ62សេះបាទ62សេះហើយនៅនេះហៅប្រព័ន្ធshuttle hydraulic គឺមានថា hydraulic shuttle អញ្ចឹងណាអូខេអញ្ចឹងយើងមើលនៅចំណុចមួយទៀតវាមាននេះជួបការពារកម្ដៅហើយនឹងការពារទៀតផុសផងដែរទី2វាតកតងនឹងមាននៅលើតាប់ឡូរបស់វាហ្នឹងបាទមានអីផ្សេងទៀតទៅយើងឡើងមកលើអញ្ចឹងយើងមកមើលផ្នែកក្រោមអញ្ចឹងផ្នែកក្រោមកង់របស់វាក៏មានទំហំដូច60ដែរទំហំប៉ុនគ្នាកង់ប៉ុនគ្នាហ្នឹងណាបាទតែមុខទៅក្រោយអត់ខុសគ្នាទេភ្លីកង់ក៏តែមួយអញ្ចឹងយើងមិនដឹងហើយនឹងបាទអូខេអានេះផ្នែកក្រោយរបស់វាអញ្ចឹងផ្នែកក្រោយរបស់វាគឺដូចយើងបានដឹងគឺមាន PTO មាន2លបឿនគឺលបឿន770ហើយនឹងលបឿន540ណា540គឺ PTO នេះបាទទី2វាមានប្រព័ន្ធទប់លំនឹងហៅ regulator នៅក្នុងនោះគឺវា regulator ហ្នឹងនៅពាក្យតងហ្នឹងទៅនៅក្បាលវាស្ទង់ hydraulic បាទអញ្ចឹងផ្នែកខាងក្រោយវាមានប៉ុណ្ណឹងគឺខាងលើក៏ដូចគ្នា60ដែរអត់មានអីខុសទេបាទផ្លូវកង់ក៏ដូចគ្នាចង្កាក់ភីតអូកន្លែងផ្លូវភីតអូក៏ដូចគ្នាដែរអត់មានអីខុសគ្នាទេបាទហើយអំពូលក៏ដូចគ្នាអំពូលក្រោយក៏ដូចគ្នាដែរអត់មានខុសគ្នាទេបាទអត់ដោយឡែកណាអូខេយើងនឹងឡើងទៅលើមើលដល់នេះនេះយើងមើលមួយជុំណាអត់មានអីខុសគ្នាទេណាហើយយើងមានរបាំងការពារកម្ដៅនេះមានសងខាងរបាំងការពារកម្ដៅមានសងខាងបាទអូខេហើយបំពាក់ទៅដោយប៉ែលជុះ FD 202 HS បាទ HS អូខេបាទហើយ tractor នេះគឺធានា2ឆ្នាំឬក៏2000ម៉ោងណាអូខេឥឡូវយើងឡើងទៅលើមើលទាំងអស់គ្នាតើមានអីពិសេសអូខេគឺអីនេះដូរថ្មីគេនេះដូរថ្មីអូខេអញ្ចឹងយើងមកមើលតាប់ឡូរបស់វាក៏អត់មានអីការផ្លាស់ប្ដូរដែរគឺតាប់ឡូដូចមុនដែរអត់មានខុសទេប៉ុន្តែវាមានខុសសម្រាប់នៃការបញ្ជាភ្លើងពីមុនគឺយើងមានចុចសុំផ្លូវបាទអានេះគឺសុំផ្លូវហើយនឹងនៅកន្លែងគឺបើកភ្លើងប្រើការគឺពីមុនអត់មានទេបាទបើកភ្លើងប្រើការនេះគឺមានតែ M95 និង M85 ឡើងទៅគឺយើងមានគឺដល់ឡែកគឺស៊េរីនេះគឺយើងមានប្រព័ន្ធបើកភ្លើងសម្រាប់ធ្វើការបាទនេះក៏ដូចគ្នាវីដេអូក៏ដូចគ្នាអត់មានខុសគ្នាទេកន្លែងនេះហើយនេះគឺនេះគឺបាទហើយនៅកន្លែងនេះសម្រាប់បើកភ្លើងដូចគ្នាបាទហើយតាប់ឡូមានដូចគ្នាចំណែកចង្កឹះលេខមាននៅខាងមុខយើងបើកបោហើយលេខមានណាអញ្ចឹងយើងមកនៅកន្លែងណាយើងទៅនៅកន្លែងនេះនៅស្ដាំដៃរបស់យើងហ្នឹងគឺនៅនេះណាអូខេហើយប៉ែលការបញ្ជាប៉ែលគឺនៅចំហៀងនេះវិញបាទនៅចំហៀងនេះវិញណាអូខេនេះការបញ្ជាប៉ែលបាទហើយនៅកន្លែងនេះ PTO ដូចគ្នាអត់មានខុសគ្នាទេហើយនៅកន្លែងនេះគឺវិជាសម្រាប់លើកឧបករណ៍ផាលខាងក្រោយហើយដល់ឡែកគឺបញ្ជាក់ថា MU52 M6240 ហ្នឹងអត់មានគេហៅដាបឬក៏អូតូផាលទេអត់មានទេណាអូខេហើយនេះគឺលេខសែនដាបនៅក្រោមលេខសែនដាបអញ្ចឹងបញ្ជាក់ tractor នេះគឺមាន8លបឿនទៅមុខ8លបឿនទៅក្រោយណាអូខេ8លបឿនទៅមុខ8លបឿនទៅក្រោយគឺមាន halo ផងដែរអូខេហើយនៅលើដៃកូននេះហៅពីមុន60អត់មានទេគឺមាន FR នេះគឺមានថា
real return forward និង return អញ្ចឹងនៅក្នុងហ្នឹងគឺមានសម្រាប់ជាទៅមុខទៅក្រោយគឺយើងជាទៅមុខក្រោយគឺប្រើសម្រាប់នៃការយើងរុញដីឬក៏រុញដីឬក៏រុញដីនិយាយទៅប្រើសម្រាប់ការងាររុញដីវាស្រួលព្រោះទៅមុខទៅក្រោយយើងត្រូវការរហ័សការងាររហ័សណាអញ្ចឹងរបៀបប្រើក៏ដូចបើសិនករណីយើងប្រើ tractor 70 M70 ឬក៏ M85 95គឺយើងធម្មតាយើងឆ្កឹះវាខាងលើមិនយើងបញ្ជាវាមុខក្រោយបានមែនទេបាទបើយើងអត់ចេះប្រើទេយើងរុញទេអត់ទៅទេណាវាលុកជាប់ហើយតែបើយើងប្រឹងអាចប៉ះពាល់ដល់កន្លះលុករបស់វាខាងក្នុងផងដែរបាទអញ្ចឹងផ្នែកខាងលើគឺវាខុសកន្លែងនេះគឺខុសមាន pattern អញ្ចឹងបើថា pattern ហ្នឹងវាមិន pattern គឺចំពោះគូបតានេះគឺមិនបាច់ឈប់ tractor ទេអាហ្នឹងចំពោះ M62 40នេះណាគឺដោយសារវាប្រើប្រព័ន្ធប្រេងហៃដ្រូលិកប្រើប្រាស់ប្រព័ន្ធប្រេងហៃដ្រូលិកអញ្ចឹងប្រើប្រាស់ប្រព័ន្ធប្រេងហៃដ្រូលិកគឺវាទៅបញ្ជាប្រព័ន្ធប្រេងខាងក្នុងសម្រាប់បញ្ជាទៅមុខទៅក្រោយផងដែរបាទបញ្ជាស្បែកបាទអូខេអញ្ចឹង tractor នេះបំពាក់ទៅដោយលេខមាន4លេខ1 2 3 4ណាហើយនេះគឺ high low គឺយើងផ្លាប់ចូលលឿនតាមហ្នឹង high low នៅក្រោមនេះបាទហើយកន្លែងនេះវាមានដល់ដាក់ទឹកកន្លែងដាក់ទឹកដូចគ្នាកន្លែងដាក់ទឹកអូខេហើយកាន់តែពិសេសមួយទៀតគឺបងប្អូនគឺត្រូវការប្រើការ tractor ពេលយប់ហើយអញ្ចឹងធម្មតាគូបតាក៏សិក្សាពីតម្រូវការរបស់បងប្អូនផងដែរអញ្ចឹងគូបតាបានទៅពាក់ភ្លើងប្រើការនៅក្នុងមួយទៀតបន្ថែមបាទប្រើការបន្ថែមហើយនៅខាងក្រោយបាទនៅក្រោយមានមួយដែរអូខេអញ្ចឹងប៉ុន្តែបំពូលនេះជាបំពូលស៊េរីថ្មីប្រភេទ LED គឺភ្លឺល្អប៉ុន្តែវាមិនសខ្លាំងទេតែក៏ហមវារៀងហមបន្តិចដែរគឺរៀងសជាងអាមុនបន្តិចអញ្ចឹងហើយមានដុំចុះកម្ដៅគេហៅប្រព័ន្ធបញ្ចុះកម្ដៅអំពូលនោះគឺមកកុំឲ្យវាក្តៅខ្លាំងគឺយើងមានបំពាក់ផងដែរអញ្ចឹងយើងមកមើលដល់អូខេអញ្ចឹងយើងមកមើលការបើកបោកដូចជាខ្ញុំបើកបោយបងប្អូនមើលណាអូខេលេខ1លេខ1សិនណាលេខ1ទៅដល់1យឺតហើយឡើងទៅទៀតមកខាងក្រោយមកដល់អង្គការទៅមកក្រោយមកអូខេមកក្រោយហើយអូខេឥឡូវគឺវីដេអូមានប៉ុណ្្នឹងឯងហើយចំពោះព័ត៌មានបន្ថែមទាក់ទងនឹងចំណុចពិសេសទៀតគឺខ្ញុំនឹងបញ្យល់បងប្អូននៅវីដេអូក្រោយផងដែរបាទសូមអរគុណសូមជម្រាបលាពីមកដល់ហើយសូមជម្រាបលា